ខ្ញុំធ្លាប់រស់នៅទីក្រុងភ្នំពេញកាលពី20ឆ្នាំមុនពាក្យខ្មែរយើងឲ្យតែនិយាយថាធ្លាប់ធ្វើឲ្យមួយអញ្ចឹងមានន័យថាជាទម្រង់អតីតកាលហើយជាសកម្មភាពកើតឡើងក្នុងអតីតកាលហើយបានបញ្ចប់នៅក្នុងអតីតកាលដែរមានន័យថាគាត់ពីមុនរស់នៅទីក្រុងភ្នំពេញតែឥឡូវហ្នឹងផ្លាស់ប្ដូរទីកន្លែងចេញពីទីក្រុងភ្នំពេញឲ្យលែងនៅទីក្រុងភ្នំពេញហើយមានន័យថាអញ្ចឹងភាសាអង់គ្លេសយើងអាចនិយាយថា I used to live in Phnom Penh 20 years ago អញ្ចឹងនៅពេលយើងប្រើ used to do something មានន័យថាយើងធ្លាប់ធ្វើអ្វីមួយនៅក្នុងអតីតកាលហើយបច្ចុប្បន្នកាលហ្នឹងយើងលែងធ្វើសកម្មភាពហ្នឹងហើយវាជាទម្លាប់វាជាអ្វីមួយដែលយើងធ្វើជាប្រចាំនៅក្នុងអតីតកាលយើងអាចប្រើ used to do something បានឬយើងអាចប្រើជា present simple បាននៅពេលដែលយើងប្រើជាមួយសកម្មភាពដែលយើងធ្វើក្នុងអតីតកាលហើយបានបញ្ចប់នៅក្នុងអតីតកាលដែរអញ្ចឹងណាដូចជា I lived in Phnom Penh 20 years ago អញ្ចឹងនៅពេលដែលបកប្រែជាភាសាខ្មែរយើងអាចបកប្រែដូចជា I used to do something បានគឺខ្ញុំធ្លាប់រស់នៅទីក្រុងភ្នំពេញកាលពី20ឆ្នាំមុន